ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រហែលជាចង់ដឹងថាតើវាមានន័យថាម៉េចនៅពេលដែលមនុស្សដែលយើងស្រឡាញ់គាត់ផិតក្បត់យើងរួចយើងនេះបែរជានៅតែចង់ស្រឡាញ់គាត់ដូចដើមនេះគឺជាសាច់រឿងរបស់ក្មេងប្រុសម្នាក់ដែលគាត់បានប្រាប់ខ្ញុំថាគាត់ស្រឡាញ់សង្សារគាត់ខ្លាំងមែនទែនគាត់ដឹងច្បាស់ថាគាត់ស្រឡាញ់លើសពីអ្នកមុនទៀតដោយសារតែពីមុនគាត់គឺជាមនុស្សមួយប្រភេទដែលមិនចេះនិយាយច្រើនមិនចូលចិត្តបញ្ចេញអារម្មណ៍មិនចូលចិត្តខ្វល់ជាមួយអ្នកណាមិនដែលមានទំនាក់ទំនងល្អអីច្រើនជាមួយអ្នកណាអីទេគាត់គឺជាមនុស្សស្ងប់ស្ងៀមអត់ចេះនិយាយអីទាំងអស់ប៉ុន្តែតាំងពីស្រឡាញ់ម្នាក់ស្រីនោះមកគាត់ខ្លាយទៅជាមនុស្សថ្មីរុះរាយរាក់ទាក់ចេះនិយាយស្ដីមានសាច់ញាតិអីគាត់មើលឃើញការប្រែប្រួលថាជាមនុស្សចាប់ដើមល្អជាងមុនចេះខ្វល់ចេះយកចិត្តទុកដាក់ជាមួយនឹងផ្ទៃហើយអ្វីដែលអាចរាប់ថាជាគុណសម្បត្តិហ្នឹងគឺពីដើមមកគាត់ដែលហ៊ានធ្វើអាសកម្មភាពថាយកទៅណែនាំឲ្យគ្រួសារទេនៅពេលដែលគាត់ចាប់ដើមស្រឡាញ់ខ្លាំងគាត់ខ្វល់ខ្លាំងគាត់ចង់បង្ហាញប្រាប់អ្នកជុំវិញខ្លួនគាត់យកទៅណែនាំឲ្យឪពុកម្ដាយគ្រួសាររបស់គាត់សាច់ញាតិរបស់គាត់ឲ្យបានស្គាល់ថានេះគឺជាមនុស្សដែលគាត់ស្រឡាញ់អញ្ចឹងសម្រាប់គាត់វាមានន័យធំធេងមែនទែនថាគាត់ស្រឡាញ់ម្នាក់ស្រីមួយហ្នឹងហើយម៉ែឪគាត់ទៀតសោតក៏សប្បាយចិត្តនៅពេលដែលឃើញកូនប្រុសរបស់ខ្លួនធ្លាប់តែជាមនុស្សមិនចេះស្ដីចេះនាំអ្នកនេះមកណែនាំជាផ្លូវការបែបនេះបែបនោះអញ្ចឹងគាត់ស្រឡាញ់ភាពល្អការកែប្រែរបស់កូនរបស់គាត់ឪពុកម្ដាយក៏ទទួលស្គាល់ថាយេអីយ៉ាងបត់ថ្មីនេះគឺល្អ positive វិជ្ជមានគាត់ក៏យល់ឃើញអំពីជំរឿក្តីស្រឡាញ់ដែលកូនគាត់មានសម្រាប់ម្នាក់ស្រីហ្នឹងដែរបន្ទាប់មកទៀតហ្នឹងរឿងស្នេហាគាត់ហ្នឹងវាមិនមែនផូរផង់អីទេរឿងដែលឈឺចាប់បំផុតនៅពេលដែលសង្សាររបស់គាត់ហ្នឹងសម្រាប់ចិត្តទៅក្បត់គាត់បន្ទាប់ពីណែនាំឲ្យគ្រួសារស្គាល់ហើយទៅនៅជាមួយអ្នកផ្សេងគាត់ក៏ខូចចិត្តដែរពួកគាត់ធ្លាប់នៅមួយគ្នាហើយប៉ុន្តែគាត់ទៅនៅជាមួយអ្នកផ្សេងអញ្ចឹងនៅពេលដែលមានរឿងហ្នឹងគាត់ទៅក៏ខូចចិត្តខ្លាំងហើយក៏បន្ទុះសារាយជាមួយគ្នាប៉ុន្តែបន្ទាប់ពីមានបញ្ហាជាមួយគ្នារួចខាងស្រីក៏អង្វរសុំឲ្យគាត់ស្រឡាញ់ដូចដើមថាធ្វើមិនធ្វើទៅសន្យាទៅឲ្យតែគាត់អាចព្រមមកស្រឡាញ់ខាងស្រីនឹងម្ដងទៀតហើយចំណាយគាត់វិញក៏ចិត្តទុនដែរក៏គាត់អនុគ្រោះឲ្យគាត់ថាអូខេនឹងផ្ដល់ឱកាសឲ្យសារថ្មីបើទោះបីជាគាត់សម្រេចចិត្តថាត្រឡប់មកត្រូវគ្នាវិញក៏ដោយអារម្មណ៍គាត់វាអត់ដូចមុនអា version ស្នេហាទី2ហ្នឹងវាលែងផូរផង់ដូចដើមក្តីស្រឡាញ់វាអត់នៅនឹងច្រើនទៀតអញ្ចឹងគណៈពេលដែលគាត់ចង់ផ្ដល់ឱកាសអនុគ្រោះទៅឲ្យខាងស្រីសាជាថ្មីប៉ុន្តែគាត់ចាប់ផ្ដើមការទប់រីងរៃរាល់ថ្ងៃគាត់ចាប់ផ្ដើមមានអារម្មណ៍ថាអាចជំរឿសក្នុងការអនុគ្រោះឲ្យខាងស្រីហ្នឹងខ្លាយទៅជាជំរឿសដែលហាក់បីដូចជាមិនត្រូវសម្រាប់គាត់ធ្វើឲ្យគាត់ខូចចិត្តដោយសារជំរឿសហ្នឹងអ្វីដែលគាត់ឈឺចាប់ខ្លាំងជាងនឹងផុតហ្នឹងគឺឲ្យតែពេលនឹកឃើញកំហុសផិតក្បត់របស់សង្សារគាត់គឺគាត់ចាប់ផ្ដើមស្រកស្រត់ក្តីស្រឡាញ់ជាមួយភាគីខាងស្រីទាំងដែលគាត់ដឹងច្បាស់ថាគាត់មិនចង់ទេតែវាស្រកអញ្ចឹងគាត់មានអារម្មណ៍រៀងប្រជ្រះចកៃជាមួយនឹងចិត្តរបស់ខ្លួនឯងហើយសំណួរដែលគាត់សួរខ្ញុំចំហ្នឹងគាត់សួរថាតើគាត់គួរផ្ដាច់ខ្លួនពីខាងស្រីឬទេបើសិនជាគាត់ចង់បញ្ចប់ការឈឺចាប់ដែលគាត់ប្រឆាំងនឹងចិត្តខ្លួនឯងអញ្ចឹងឬមួយគាត់គួរតែប្រឹងបន្លប់ចិត្តខ្លួនឯងហើយទៅបង្ខំចិត្តខ្លួនឯងឲ្យទៅខំប្រឹងស្រឡាញ់ឡើងវិញទាំងដែលគាត់ដឹងច្បាស់ថាវាគ្មាននិស្ស័យឡើងទាំងអារម្មណ៍ក៏វាស្រឡាញ់នៅនឹងទាំងអារម្មណ៍ខឹងបាត់បង់ជំនឿចិត្តជាមួយគាត់ក៏វានៅនឹងច្បល់ចូលគ្នាហើយអារឿងហ្នឹងវាជាមូលហេតុដែលបងអូនមិនដឹងថាគួរប្រឡែងគាត់ឬក៏គួរនៅបន្តជាមួយគាត់ព្រោះបើប្រឡែងចិត្តនៅស្រឡាញ់តែបើយកទុកមកជាប់ខ្លួនអោបកសោបវានៅឈឺចាប់ដែលនឹកឃើញកំហុសរបស់គាត់បងអាចបញ្យល់